ជាមួយនឹង Lane Golan ពី Wiki លេង Harry ក៏ដូចជា Sing លេងជាមួយនឹង Moscow នេះចង់ដឹងថាអ្នកណាខ្លាំងជាងអ្នកណាជាមួយនឹងការប្រកួតនៅក្នុងថ្ងៃទី1របស់យើងនេះគ្នាបាទចុះក៏សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតជាមួយនឹង MPLKA រដូវកាលទី8រវាងធីម CMU Gaming ក៏ដូចជាប៉ះគ្នាជាមួយនឹង Galaxy Legend ផងដែរបាទជាមួយនឹង game ទី1មើលជំនួបក្តៅសាច់តើមានការកឡុក early ទេតែភ្លាមជាមួយ Midland OP ណក3តង់លើ IK ហាក់ដូចជាលោតែមិនជាបញ្ហាទេជាមួយនឹងការ dance វាយទៅវាយមកតើអត់បញ្ហាទេ CMU នៅតែបន្ត straight ដដែល straight ហ្នឹងគឺខ្ញុំបាននិយាយ2ដងហើយបាទ straight មួយនេះគឺនៅពេលតែបានជាមួយនឹង Midland ក៏ដូចជា Rome ដែលឈ្នះ Land គេនៅ Midland ណាគាត់នឹងយកជាមួយនឹង Rome ទៅកន្លុកបាក់ map Midland មក gang ជាមួយនឹង Golan ហើយ Jungle នឹង Flow Farm ទៅ gang Experience Land វិញបច្ចុប្បន្ន OP ចំណាយជាមួយ Flicker ដើម្បីដកថយមួយកាប់3តំពី Detective គាត់ចង់លើលេងដេញវាយតាមដល់ជាមួយ Detective តាម level 3ទេ Retreat តបចឹងហាក់ដូចជាបាយវល់បាទហើយ Detective អាយ៉ាមានរឿងអីកើតឡើងជាមួយនឹង OP ក៏ដូចជា Detective ផងដែរដែលចូលទៅជាមួយនឹងការលះបង់ជីវិតអស់ម្នាក់មួយខៀលបាត់ទៅហើយអញ្ចឹងជាមួយនឹងបន្ទុកខៀលនៅ early នេះគឺ Galaxy Legend ធ្វើបានល្អខ្លាំងតែយកបានជាមួយនឹង2ខៀលក្នុងដៃបាទអញ្ចឹងយើងបានឃើញដែរជាមួយនឹង Golan បាទប៉ះគ្នា Wiki ក៏ដូចជា Sing ដូចជាមិនសូវជាគេហៅថា secret ថ្មិញដាក់គ្នាអីប្រហែលទេការលេងរបស់គាត់គឺមកធ្វើ safe play រៀងៗខ្លួនដោយសារតាមបែបហ្នឹងជាមួយនឹងវត្តមានធីមរបស់គាត់បាត់បង់ដូចគ្នាបាទអ្វីដែលខាង Galaxy គាត់ធ្វើបានល្អនោះគឺគាត់ដូចជាដឹងដែរព្រោះដោយសារស៊ីគាត់ហោះចេញទៅខាងក្រោមអញ្ចឹងគឺគេយក3នាក់ពី Mid Rome និង Jungle ចូលទៅវាយទៅលើ OP យកបានទាំងបាទ Detective ពីខែលនេះរឿងច្រើនណាស់ណាអត់ទេមិនមែនជាមួយនឹង Shadow of Flicker ទេបងបាទអូ Tenacity ពីរនាក់ Yes បាទតើរឿងស្ងប់ស្ងាត់ដែរជាមួយនឹង game នេះគឺ Tato បន្តិចទៀតនឹងមានការ spawn មកបណ្ដាជាមួយនឹង Tato បាទដល់ពេលនៅការញោះជាមួយនឹង IK បាទអាយ៉ាណោះមួយណោះពីរទៅលើការ dance បន្តអត់មែនការ dance បែបដៃឈាមឡើងរែកអត់បញ្ហាទេការ dance ដូចជាលោចំណាយជាមួយនឹង spell ឈាមមួយបន្តការវាយដូចគ្នាប៉ុណ្ណាអាយ៉ាមកយ៉ាមកចេញជាមួយ team fight នេះវ៉ាដូតែដេញវាយហាក់ដូចជាលោខ្លាំងមែនតើជាមួយវ៉ាដូមានការ reset ថតមួយដូចគ្នាប៉ុណ្ណា4ទៅមកអាយ៉ាដាក់លេខពេមួយសិនដូចគ្នាបាទមិញដោយសារតែ dance សតឈាមតិចមែនតើជាមួយនឹងការ contest ជាមួយនឹងថមួយនេះអាចនឹងពិបាកដែរយើងជំរឿចាស់ស្ដែងព្រោះ OP នៅ level 3ប៉ុន្តែ Shadow level 4ណាគួរប៉ុន្តែហ្គេមនេះបើយើងមើលជាមួយនឹង Cadence អស់ spell ឈាមណាបើយើងនិយាយ spell ឈាមគឺគាត់អស់2ដងហើយបើសិនជាគាត់ recall ទៅផ្ទះ Yes គេយកហើយត្រូវតែកន្លែងហ្នឹងគឺ3 4ហ្នឹងបាទតែបើសិនជាគាត់នៅគេអាចនឹងប្រឡែងកថយគេវាយគ្នាគាត់យកមកបាទព្រោះថាគាត់អស់ទាំងឈាមហើយអ្វីដែលសំខាន់គាត់ level 3បាទហើយគាត់ low បន្ថែមទៀតបាទបាទអញ្ចឹងបើសិនជាកន្លែងនេះហាក់ដូចជាពិបាកសម្រាប់ចិត្តដែរសម្រាប់ការ Denza ណាបើសិនជាគាត់ recall អាចនឹងគេវាយ4ទល់នឹង3បើសិនជាគាត់នៅលេងមួយថតនេះអាចនឹងគេអូកាឡា hold team fight យូវាយ team fight មុនក៏ថាបានដែរបាទយើងកន្លែងមើលជាមួយនឹង player cam បាទអាយ៉ាថ្ងៃនេះគូទី1បាក់ឆាក់ដូចជា full house តែម្ដងមកថាពេញហរតែម្ដងបាទព្រោះតែជំនួបក្តៅសាច់យកតែមែនតែនបាទប៉ុន្តែអ្វីដែលសំខាន់ណាបើយើងនិយាយពីការរងចាំជាមួយនឹងអ្នកដែលមកទស្សនានៅក្នុងហលផ្ទាល់គឺរងចាំយូរណាបងមានអារម្មណ៍ថាយូរណាគេមកមុនរជាមួយនឹង MPLKA របស់យើងសំខាន់ចេះនិយាយទៅខុសខ្ញុំដែរថាខ្ញុំខុសចុះទៅខ្ញុំរំពឹងថាចេះជាទូទៅគូទី1ពេលព្រឹករៀងព្រឹកតិចបាទអញ្ចឹងគឺអត់សូវមាន audience ទេប៉ុន្តែចេះស្នៃគឺគេមកមុនយកមកពេញហលយកមកនោះមកពីអប៉ែមួយពងនិយាយនោះមកហីណាគេឈោដេតអើនងមានអីទៀតមកញ៉ាំប៉ែចេះតែមកបងគាត់គេ talent របស់ MPL ដែរមិនខែគេចឹងមែនអាយដល់ណៃកើនិយាយមែនទេសង្ស័យ caster ជាជីវៈសង្ស័យមកអង្គុយមើលហ្មងគេ media អូ page next level តើមាន 2.0 ហ្នឹងបាទរៀបបាត់មួយទៀតចំនិយាយមានអារម្មណ៍ថាអត់លឺលឺដែរលឺតាហ្នឹងហើយលឺតែគេខ្ជិល react ព្រោះអត់ល្បីយ៉ាងណាមិញការប្រកួត MPLKA រដូវកាលទី8យើងមិនអាចធ្វើបានឡើយបើមិនមាន sponsor មិនថាអញ្ចឹងឯងប្រូកាមិន sponsor ធម្មតាទេគឺ official device បានន័យថាទូរស័ព្ទផ្លូវការនៅក្នុង MPL របស់យើងគឺ Normal Infinix GT 20 Pro 5G ផងដែរជាមួយនឹង smartphone ដែលជាផ្លូវការ MPLK រដូវកាលទី8បំពាក់ chip ទំនើបបាទ D8200 Ultimate ទៀតបាទប្រាក់ 5G និង gaming display
chip អាចលេង Mobile Legends រហូតដល់120 FPS បាទអញ្ចឹងល្អព្រិលតែម្ដង RAM 24GB អេក្រង់ AMOLED 144Hz អូយ កប់ បាទអញ្ចឹង GT Infinix GT 20 Pro 5G នេះគឺ smartphone លេង game កម្រិតអាជីពហើយណាកើ អែមយកតែមែនតែនយ៉ាងណាឡើយ complete ឡើយជាមួយនឹង Cell Card អែមយកតែមែនតែន Cell Card បង្កើតបទពិសោធន៍ថ្មីជាមួយនឹងការលេង game កាន់តែប្រសើរអ្វីដែលសំខាន់ណាមានកញ្ចប់ MLBB ថ្មីតាគូគ្រាន់តែខ្ជាប់កម្របងការបានពេចយកហ្មងកម្រនឹងអាចយកហ្មងជាប់មួយសប្តាហ៍តម្លៃតែ$1កន្លះទទួលបានពេចវិញ56ពេចតែបើចង់ចំណេញខ្លាំងខ្ជាប់កម្រមួយខែតម្លៃ$6ក៏ប៉ុន្តែទទួលបានពេចវិញ235ពេចឥឡូវយើងយកលុយទៅទិញពេច235នឹងអស់មែនអស់$5បាត់ហើយអញ្ចឹងបើចង់ចាំបាច់ទៅទិញពេចឲ្យភ្ជាប់កម្រងខ្សែខាត6រៀលបានពេច235អែមយកតែមែនតែនអ្វីដែលសំខាន់ជាមួយនឹងទិន្នន័យបន្ថែមបើចង់បានភ្ជាប់កម្រងជាមួយនឹងកម្រងសេរី$1កន្លះក៏បាន$6ក៏បាន$10ក៏បាននៅចាំអីទៀតប្រើស៊ីមខ្សែខាត់ឥឡូវនេះបាទអញ្ចឹងយើងក៏មិនភ្លេចដែរជាមួយនឹង Legend បាទជាមួយនឹង Legend ទទួលបានជាមួយនឹងការបញ្ចុះតម្លៃ 10% ភ្លាមលើគ្រប់ប្រភេទសម្បត្តិនិងបញ្ចុះតម្លៃទៅលើសម្បត្តិដែលបានទិញហើយដូចគ្នាទិញសម្បត្តិជាមួយនឹង MBLKH នៅក្នុង app ក៏ដូចជា website Legend Cinema ដើម្បីចូលរួមទស្សនាការមើលផ្ទាល់ក៏ដូចជាលើកទឹកចិត្តទៅដល់កម្ពុជាក្រុមខ្លាំងទាំង8ក៏ដូចជាគ្រប់គ្រងជាមួយនឹង idol របស់អ្នកទាំងអស់គ្នាសម្រាប់ការលេង game Mobile Legend សម្រាប់ពីការលេង game បាទឥឡូវការលេងប៉ុន្តែយើងសូមបញ្ចប់តិចទៅជាមួយនឹងការលេង game បញ្ចប់សម្រាប់ពីការលេង game គឺយើងមកមើលកត់ជុំគ្នាយកមកឯកភាពកលែមកមើល team fight មួយនេះដូចគ្នាប៉ុន្តែថតបានអ្នកណាគេអត់ដឹងទេតែកុំចការក៏ចាំដែរជាមួយនឹងការដេញ3បានហើយពីសមាជិករបស់កាឡាលេចាត់អាយ៉ាកដុំឆែតបាទមានរឿងអីចេះបាទបាយមិនបើយើងអាចមើលឲ្យជាមួយនឹងកាដិនសាគាត់លោឈៀងពេកអាចវាយខ្ញុំគិតថាកន្លែងនេះកន្លែងស៊ីវាយព្រោះថាកាដិនសាលោឲ្យបាត់បង់ជីវិតគ្នា3នាក់កន្លែងនេះគាត់និយាយយ៉ាងថាបើសិនជាគាត់ទៅផ្ទះខាតតថលហ្នឹងបាទអីហ៎តែបើសិនជាគាត់នៅវាយគឺគេអត់វាយតថលទេគឺគេវាយយើងយកតែ Yes បាទអញ្ចឹងយើងក៏បានឃើញដែរជាមួយនឹងថតថមបើមិនគឺបានទៅលើ Save Your Gaming ដែលទាញបាន3ខៀមកវិញប៉ុន្តែបើយើងមើលជាមួយនឹង game នេះស៊ីងគឺគាត់ឆ្លាតមែនដែរនៅពេលដែលហាត់ដាក់ក្តារកាទេមកគឺអត់វាយទេបាទជាមួយនឹងការរត់មកវិញដូចគ្នាធម្មតាអាយយញ៉ាស់គ្នាទៀតហើយកន្លែងនេះបាទចឹងអូកន្លែងនេះគាត់ប្រហែលចង់លេង early game ខ្ញុំហ៎អាយ៉ាចុំមកយ៉ាដាក់ដៃបន្តនេះបន្តគឺបោកបញ្ឆោតគេមួយផងឯងជាមួយនឹង Z clear ពី lane បាទចាឥឡូវយើងមើលជាមួយនឹង item បានចេញ switch crossbow បានកន្លះគ្រាប់ដែរជាមួយនឹង sync ក៏ដូចជាជាមួយនឹងwiki វិញបានជាមួយនឹងស្បែកជើង cooldown ក៏ដូចជា item ពាក់កណ្ដាលដូចគ្នាជាមួយនឹង star លៀមសាយក៏ដូចជាfeather of heaven អាយ៉ាកត់3ដល់ដង Happy birthday to you បាទអញ្ចឹងឥឡូវមកវិញហើយបាទអត់អីទេគ្រាន់ surprise គេហៅថាជាមួយនឹងការបើកឆាកមកថ្មីណាអូនេះបានធ្វើអីហើយលិនបាទ KD គាត់1 3ដងណាតែMidland កាដេនសាអូយឆេះលោតអត់តែតែសល់ជាមួយនឹងស្បែកឈាមតាតែគាត់ទៅជាប់ទេចុចតុបមិនតុបមិនជាប់ផាសាបន្តមកត្រូវមកគ្រាប់ធ្លាក់ខ្លួនអឹបយកតែម្ដងលៀមជាមួយ OP ញ៉ាស់គេយកតែម្ដងជាមួយនឹងលេនដាក់ element 3ដងថយទី2នឹងកាត់មកក្នុងរយៈពេល12 scan ទៀតចាំមើលតែថតមកនេះសមាជិករបស់ Galaxy Legend បន្តការវាយខ្ញុំជឿថា Galaxy នៅតែបន្តការវាយព្រោះគាត់យក hero សិតតែជាប្រភេទ hero team fight ទាំងអស់បាទអញ្ចឹងអត់អាចបលែង objective ឲ្យ free ងាយស្រួលទេពួកខូចឆៃក៏បានប្រាប់ថាមកនេះគឺមកវាយយកតែម្ដងជាមួយនឹង season 8របស់ Galaxy Legend បាទច្បាស់ជាមួយនឹងការលោតវាយតតឬមិនតតជាមួយ OP ញ៉ោះ1ញ៉ោះ2ទៅលើកាដេនសាតែអត់តទេងាយមើលជាមួយបានដូរលោតដាំលោតតែ OP គេបោកវាយបានហើយតែ OP បានតទេក្តៅវិញក្បែរជាមួយថតទី2ណែបន្តបានលើរយៈទៅដេញវាយវិញយកតែម្ដងជាមួយសមាជិករបស់ Galaxy រីត្រេចប់ទៅបាត់បង់ជីវិតដល់ហើយ2ទល់នឹង0យកតែម្ដងកន្លែងអំបញ្ញមិញនេះបាទយោអាយ៉ាបាទមានការចូលមកលួចជាមួយនឹងចាងកបន្ថែមទៀតប៉ុន្តែពីលេនស៊ី Midland ស៊ីអាយ៉ាបាក់ថ្មីស៊ីមួយទៀតដូចគ្នាប៉ុណ្ណេះ T1 នៅផ្លូវ Midland ក៏មានការយកដូចគ្នាប៉ុណ្ណេះពីសមាជិករបស់ Galaxy Legend free ទាំងផបើមួយទៀតអត់ទេយើងអាចនិយាយថាបានជាមួយនឹងការ trade បាន T1 trade នៅខាងផ្លូវបតំឡែមផងដែរពីសេងនៅក្នុង game នេះទោះបីជាគ្នាគាត់បាត់បង់ខៀមមែនពិតក៏ដូចជាបានមួយ trade នៅខាងបតំឡែមតែមិញខ្ញុំជឿថាស៊ីគាត់មាន spell flicker តែគាត់អត់តិចទេបាទណាមួយគាត់គិត clear land ចង់ clear ហើយប្រយបាទយល់ទេរៀងនេះដែរគាត់ស្មានតែគេអត់មកអីចឹងណាបាទចាឥឡូវយើងមើលជាមួយនឹងបាទអូខេតែ goal នៅ early game 5 នាទីគឺប៉ាន់គ្នាទេប៉ាន់គ្នាព្រោះ objective
CU បាន2ដងហើយ team fight ឈ្នះម្នាក់ម្ដង ណា team fight ឈ្នះម្នាក់ម្ដង បាទ អញ្ចឹងអត់បញ្ហាទេ goal នៅតែស្មើគ្នាដូចគ្នាផងដែរជាមួយនឹង game មួយនេះបច្ចុប្បន្ន goal earn អ្នកដែលមានជាងគេបានលើ Sing តែលើ Wiki តែ100 200ទេមិនជាបញ្ហាទេ Vicky join team fight ដែរមក clear ជាមួយនឹង midland បាទចាឥឡូវជាមួយនឹង game នេះបន្ទុកគ្នា3ទល់នឹង5ក៏ដូចជា6នាទីហើយបន្តិចទៀតនឹងមានការ spawn ជាមួយនឹងថាថទី3មកដូចគ្នាបាទជាមួយនឹង Stark ក៏បានទៅលើ Sing បច្ចុប្បន្នការអ្វីដែលខាង CU គាត់ចង់ធ្វើគឺយក4អ្នកលេងជាមួយនឹងខាង Team Galaxy Legends សិនបើសិនជាចូលទៅដល់ lot ទី1មានវត្តមានរបស់ Sing គប់ ultimate គាត់មកហើយបាទអញ្ចឹងបើគប់ត្រូវអាចនឹងជាជំរឿល្អតែបើគប់ខុសអាចនឹងពិបាកដូចគ្នាសម្រាប់ game មួយនេះណាមួយអាចត្រូវតែប្រយ័ត្នជាមួយនឹង combo full lap stun របស់ Galaxy Legends មែនតើជាមួយនឹងកតតទៅជា alpha របស់ Lin ជាពិសេសគឺមាន stun មកពី Shadow គឺសុទ្ធតែ stun តែម្ដងអ្នកតែមាន purify គឺមានតែ Sing មួយតែប៉ុណ្ណោះ បាទចាឥឡូវ ជាហេតុដែលអូពីគាត់ទៅញ៉ោះគេអត់តតហ្នឹង ណា បាទគាត់ដឹងដែរថាមើលបើតតអ្នកណាអ្នកតតអាចនឹងបងគាត់ដាច់ បាទបងដែរតែគេ trade ណាគេ trade ទេជាមួយនឹង total ទី3 trade ជាមួយនឹង T2 នៅផ្លូវ bottom lane បងកាកាមកហើយជាមួយទៅឈូតតបោកវាយលើសាដូយតាដូយមានការបោកលើ ultimate មកខោមកគ្នាដូចគ្នាបណ្ដាពីការលេងតាតែងជាមួយនឹងវ៉ាដូលោតដំតាដូជាលោក្លាទៅជាមួយនឹងវ៉ាដូបាត់បងជាមួយបាត់ហើយជាមួយនឹងការចំណាយការតែលេងកាប់3តង់មួយបណ្ដាពី detector អញបាត់ជាមួយនឹងលេងដែរទេលេងណាដូចជាតាតែជាមួយនឹងលេងដកថយវិញយកតាមនៅពីសមាជិករបស់ CFU Gaming វ៉ាវហើយគាត់សម្រេចចិត្តក្នុងការទាត់ Shadow មុនគេយកតែម្ដងជាមួយនឹងការបោកមកបាច់មិនទេបោកអត់ដាច់ទេ គាត់ពិបាកតាគោគាត់ពិបាកដោយសារតែចេះឥឡូវតតអ្នកគេតតទៅលើកាដិនសាមាន Shadow ចាំនឹកអាប់ជួយតតលើ Shadow មានកាដិនសាលោត Ultimate ចាំជួយ បាទ សតតា stun យកតែមក បើចាំចាប់ដៃគីនឹងនៅណា យេប៉ុន្តែអ្វីដែលសំខាន់ណាស់គួរឲ្យសោកស្ដាយជាមួយនឹងការគប់ឈើចក្ររបស់ Sing មកមិនគាត់ត្រូវបើគប់ត្រូវដឹងតែដាច់ចំង Shadow ហ្នឹងព្រោះដោយសារដើម្បីមិនជាមួយនឹងគាត់សល់តែម្ដាយទេហើយមាន flicker ទៀតបាទចាឥឡូវភ្លាមជាមួយនឹងការបោករបស់ OP មិនគឺមិនទទួលបានជាមួយនឹងជោគជ័យក៏ដូចជាមានការយក kill ទៅលើ Shadow ទេពី OP បាទចាំកលើ goal ផាផាគ្នា goal lane ក៏ប្រហាក់ប្រហែល អា គ្នា យ៉ាស្មាសាច់ OP មានកែបោកវាយលើកមួយឈូមួយជាមួយនឹងការដាក់មេបន្ត VC តែ OP អញបាត់បង់ជីវិតដែរជាមួយកញ្ញាណាកវាយក្នុងក្រៅវែលតែម្ដងជាមួយនឹងការបាត់បង់ជីវិតបាត់ហើយមួយតូស្មា Sing កន្លែងនេះគេដេញវាយជាមួយនឹងការចុចជួយ fight ទៅហើយដេញវាយតែងាយមើលជាមួយបាត់ដូវិគីក៏ម្ដងជាមួយនឹងការក្រាទេវាយលើ detective យកតែម្ដងភ្លាមជាមួយនឹងការដាច់2តែម្ដង3បាទ team fight គឺធំមែនតើពី Galaxy Legend ដែលយើងអាចនិយាយថាបានជាមួយនឹង OP ចូលទៅរៀងតួបានទេចង់ឡុកណាគេគឺគេមិនឲ្យឡុកទេគឺគេតែងតែ cover គ្នាគេបានមកឆ្ងាញ់យកតែម្ដងជាពិសេសជាមួយនឹង Shadow គេតាមម្ដងបាទតតកាដិនសា Shadow cover តត Shadow កាដិនសា cover ហ្នឹង team fight គេធំជាងគេមានតែកណ្ដាលអុកវេទមន្តគេមានទាំង Lin load ultimate កោះឆ្កឹះបន្ថែមទៀតដូចគ្នាបាទចង់ជាមួយនឹង game នេះបាទចាំមើល lot នៅខាងក្រោមនៅសល់រយៈពេល10វិនាទីទៀតតែម្ដងជាមួយនឹងវត្តមានរបស់ CFU Gaming ក៏ដូចជា Galaxy Legend តើអ្នកបានជាមួយនឹង lot ទី1មកណាបាទ lot ជាមួយនឹង lot ឡើយគឺ level 1 level 2គ្មានទេគឺ lot ដល់តែមាន skill ឆាចបុកតរ៉េតយកតែម្ដងបាទ midland អាយ៉ាដាក់មួយចាប់ OP អត់មានជាមួយសៀទី1គេ2ទេអញដាច់លើ OP ដែរមួយណាជាមួយនឹងការបោកវាយកណ្ដាលអុកវេទមន្តក៏បើកដូចគ្នាប៉ុន្តែ team fight នេះ OP ចំណាយ flicker តតវិញដែរមួយកញ្ញាណាអត់មាន flicker ទេតែបាត់បង់ជីវិតជាមួយនឹង OP បាទហើយបាទនោះអាចជាតតដែរទេជាមួយនឹងវិគីក្រៅកទេវាយកណ្ដាលវងយកតែម្ដងជាមួយនឹងការដកថយទេដើម្បីដកទាំងហើមតែយ៉ាងណាមិញជាមួយនឹងការ reset ពី IK reset យកធាមួយជាមួយនឹងការបើក lot បាទហើយពី Galaxy Legend បាទអាចនឹងចូលយក lot ដែរទេពី detective ប៉ុន្តែដូចជាមិនចូលទេព្រោះសារអត់មានអ្នកបើក map ទេបាទដូរម្លងពេលនេះក៏ off flicker ដែរបើចូលទៅគឺប្លឹងតែគេបោកដាច់យកហ្មងសំខាន់ game នេះគាត់ពងពិបាកចេះពងមកថាតើ lock ណាគេប្រកាសណាអ្វីដែលសំខាន់យើងមើល KD របស់ Wiki និង IK 0-0យកតែមែនទេបាទ0នេះ0-0ពងមន់យកមកហ្មងបាទលេខតែលេខបដាជាមួយនឹងការយកបាន lot ទី1ដូចគ្នាបុកយកជាមួយនឹង Tier 1 Trend នៅខាងក្រោមបើគាត់យកបាន Trend ទាំងអស់ហើយ goal អាចលេខរហូតដល់ 3k បាទព្រោះ team fight យើងឃើញហើយជាមួយនឹង Pedro បែបនេះគឺ Galaxy Legend team fight ធំជាងមែនទទួលស្គាល់គេសបោទៅដល់ Cloud Control បាទគេ Cloud Control ច្រើន midland អាយ៉ា midland IK ប្រយ័ត្នយាយតិច IK ប្រយ័ត្នយាយតែ lot ក៏មានការ fast clear ដូចគ្នាផងដែរពីសមាជិករបស់ CFU តែខាងក្រោមជាមួយវ៉ាដូវាយ2ទល់នឹង4យកតែម្ដងវ៉ាដូអញបាត់បង់ជីវិតដូចគ្នាផងដែរតែកុំភ្លេចនៅខាងលើជាមួយនឹងការកោះផ្ទះចោលស៊ីងកោះផ្ទះហើយចោលស៊ីងរ៉េ
reset ជាមួយនឹង T2 នៅផ្លូវ bottom lane ដូចគ្នាផងដែរជាមួយមើលជាមួយនឹងការ trap ទេទៅជាយ៉ាងណាដូចគ្នាផងដែរមិនទាន់បបមហាចតាទេជាមួយនឹងការចង់បុក mid lane បន្តដូចគ្នាផងដែរមីញកំឡោះកុំឆ្កាកកញ្ចប់វាយឬមិនវាយជាមួយ OP តនគេស៊ីញមកដល់ជាមួយនឹង Vicky តនទេណាតនទេជាមួយ OP អាយ៉ាធ្ងន់ញ៉ាប់ហើយ Vicky ក្រៅកទេដាច់ស៊ីញ Flicker ដេញវាយជាមួយនឹង Shadow លោតកឆ្កល់មកដល់ជាមួយនឹង Vibe បំបើមិនជាមួយនឹងអូពីគឺអត់បានលុកទៅលើអ្នកណាទេព្រោះរសារថាមានការណយខ្លាំងមែនតើចេញពី Shadow ក៏ដូចជា Cadenza ហើយធ្វើឲ្យវត្តមានរបស់ CFU Gaming គឺ wipe out ទៀតអញ្ចឹង T3 នេះអាចមានការវាយកាត់អត់មានមញៀនទេបងវាយលើបាដូមកដៃពី Vicky ឈឺមែនតើជាមួយនឹង Vicky វ៉ាវអូហ្គេមនេះគឺធ្ងន់ណាស់បាទពីស្នាចឹករបស់ CFU Gaming អត់មានជាមួយនឹងអ្នក defend អាច defend ជាប់ជាមួយនឹង damage របស់ Vicky បានទេចឹង T3 នៅខាងផ្លូវ bottom lane ក៏ដូចជានៅខាងផ្លូវ mid lane ក៏មានការបែកជាមួយនឹង Seal ផងដែរបាទ T3 នេះបើយើងអាចនិយាយថាបានជាមួយនឹងការយកមក Lord មកមួយទៀតបងកកាគឺគេនឹងយកទាំងពីរនឹងតែម្ដងបាទអមជាមួយនឹង Lord ក៏ដូចជាអាចនឹង end game បានតែឬអត់ពី Galaxy Legend បាទឡុកពេលនេះជាមួយនឹង lane គឺ level 15បាត់ហើយ detective តែ level 14តែប៉ុណ្ណោះក៏ដូចជាយើងមើលជាមួយនឹងវត្តមាន item វិញមាន Wax ក៏ដូចជា Queen Wing ប្រពោះហើយនឹង Winter Crown លុយលើបន្តិចប៉ុន្តែ Golden ចាំងឡឺខុសគ្នាបាទខុសគ្នា my team បាទខុសគ្នាច្រើនតែសិងយើងឃើញជាមួយនឹង Malefic Gun គាត់ចេញមកហើយណាបច្ចុប្បន្នកាអ្វីដែលយើងមើលឃើញក្រាប CFU គឺតែ front line អត់អាចតែងបានតែ Big Alpha គឺឈឺខ្លាំងពេកជាពិសេសមានជាមួយនឹង IQ គាត់ចាំតេស្តឈាមនៅមួយក្រោយហើយឥឡូវបច្ចុប្បន្នកា damage របស់ IQ ក៏កាន់តែឡើងដែរយើងលេងមិនថាគាត់ចាំរហូតដល់2ថាវ៉ាដូមានការវាយបាត់បង់ជីវិតលើវ៉ាដូបាត់ហើយតែ Vicky វាយតែ2ដៃប៉ុណ្ណោះ OP អាចជាបន្តចំណាយ Flicker ដើម្បីដកថយផងដែរតែ T2 នៅផ្លូវ top lane ក៏មានការយកដូចនេះពីសមាជិករបស់ Galaxy Legend អកឡាចាប់កាឡាត់ដាក់កឡោជាមួយនឹង map space create បាទហើយជាមួយនឹង OP មួយស្មើសេងបាយវលជាមួយនឹងសេងមួយទៀតបាយវលបាទអ្វីដែលល្អពីខាង Galaxy Legend គឺគាត់ដឹងច្បាស់ថាយុទ្ធសាស្ត្ររបស់ខាង CFU គឺគាត់តែចង់ក្រាកតេវាយទៅដល់ Vicky អីចា Vicky ក្រាកតេវាយ2ត1ជាមួយនឹង Vicky សាដូក៏មកដល់ជួយក្នុងការ cover ទៅលើ Vicky ដូចនេះជាមួយនឹងការ reset ដកថយបន្តិចដកដង្ហើមយក lot មួយសិនផងដែរពី Galaxy Legend បាទចឹងយើងមើលជាមួយនឹងសមាជិករបស់ខាង CFU Gaming អស់ហើយណា spell ណាអាយ៉ា detective លេងសើចមានជាមួយនឹងអាងជាមួយនឹង Z ណាដើម្បីបន្តតែនឹងអាចដកថយ lot នេះ free ទៅលើ Galaxy Legend បាទអ្វីដែល CFU អាចធ្វើបានទៅលើ Galaxy គឺមានតែកឡុកដើម្បីឲ្យជាមួយនឹង Sin ធ្វើការ switch pool បុកតរ៉េតតាមរហប៉ុន្តែ Galaxy ដឹងមុនយកតែម្ដងគាត់ឲ្យគ្នាគាត់3នាក់ដេញឲ្យទុកឲ្យវត្តមានរបស់ IQ ទៅទប់ផ្ទះបានយ៉ាងល្អជាពិសេសអាច pick off បានទៅលើ Sin មកវិញទៀតឥឡូវនេះខាង CFU កំពុងតែប្រហែលមែនតើចង់ switch pool ក៏គេដឹងយុទ្ធសាស្ត្រចង់ team fight ក៏មិនដឹងចាប់ពីណាគេដែរ Pro Damage របស់គាត់គឺកាន់តែខោចដោយសារ goal ខុសគ្នារហូតដល់ 6400 goal បាទរៀងធ្ងន់មែនតើនេះជាមួយនឹង Lord តាមមកផ្លូវ bottom lane សេង Vicky អត់មែនសេង Lord មកចាប់ជាមួយនឹងសេងកន្លែងនេះជាមួយនឹងការknock up 3 ពី Shadow What a play from Shadow 3បាទហើយ triple kill ចូលខ្លួនទៅលើ Vicky 2ទៅនឹង5ហើយនឹង it's over កន្លែងនេះដែរជាមួយកញ្ញាណាជាមួយនឹង Z អត់មាន ultimate ទេល្អខ្លាំងមែនតើជាមួយនឹង Boca Denza Shadow មិនមិញនេះអាយយ Lord ក៏មកដល់មើលទៅ it's over ឬមិន over it's over បាទហើយជាមួយនឹង game មួយនេះអញវាយតែយកតាមឡងកន្លែងនេះជាមួយនឹងជ័យជំនះ game ទី1បានលើ Galaxy Legend វ៉ាវបញ្ចប់ហ្គេមគឺត្រឹមតែ2 lot តែម្ដងពីវត្តមានរបស់ Galaxy Legend គឺ smooth មែនតើយកតែម្ដងហើយមកជាមួយនឹងហ្គេមមួយនេះបាទហើយយើងបានឃើញ